គ្រឿងអលង្ការទាំងអស់នេះពិតជាស្រស់ស្អាតមែនឈិងឈុនគេមានស្រីហើយខ្ញុំត្រូវតែលេងលះជាមួយគេហើយនេះមិនជាត្រូវលេងលះឥឡូវនេះប្រិយរបស់ខ្ញុំវិញលួចមានស្រីជាមួយឆ្នាំមកហើយខ្ញុំនឹងមិនតន់សុំគាត់លេងលះផងហើយនេះមិនជាអញអត់ទ្រាំចឹងមិនមែនខ្ញុំអត់ទ្រាំទេគឺខ្ញុំកំពុងតែរងចាំមកគឺប្រសិនបើមនុស្សប្រុសលួចមានស្រីហើយយើងដែលជាប្រពន្ធនេះសុំលេងលះអញ្ចឹងក៏នឹងធ្វើឲ្យពួកគេកាន់តែសប្បាយចិត្តហើយប្តីរបស់អញខំចំណាយពេលអស់ជាង3ឆ្នាំទើបអញតាមស្រឡាញ់អញបានតែគេបែរជាក្បត់អញទៅវិញមុនពេលដែលបានរៀបការជាមួយនឹងអញគេបានប្រើនូវភាពទន់ភ្លន់ដើម្បីធ្វើឲ្យអញស្រឡាញ់គេក៏ប៉ុន្តែពេលដែលបានរៀបការជាមួយអញហើយគេក៏ប្រើរបៀបទាំងអស់នេះមកបោកប្រាស់អញទៅវិញអូនត្រឡប់មកវិញលឿនម៉េចចុះហេតុអ្វីបានជាអូនមិនធ្វើម្ហូបអូនមិនមែនចំណាក់របស់បងទេអូនត្រូវធ្វើអីឲ្យបងញ៉ាំមិនមែនទេក្រែងអូនគឺជាប្រពន្ធរបស់បងអីបើអូនមិនធ្វើម្ហូបឲ្យបងញ៉ាំតើនរណាគេធ្វើម្ហូបឲ្យបងញ៉ាំអញ្ចឹងបងទៅខាងក្រៅរកមនុស្សស្រីម្នាក់ធ្វើម្ហូបបងញ៉ាំអូនសប្បាយចិត្តទេមុនពេលដែលរៀបការចាត់ទុកយើងដូចជាព្រះនាងក្រោយពីរៀបការចាត់ទុកយើងគឺជាស្រីបម្រើពេលដែលគេតាមស្រឡាញ់យើងសូម្បីតែជីវិតរបស់គេក៏ហ៊ានលះបង់ដើម្បីឲ្យយើងដែរមានទង្ងន់ហើយនៅឆ្លោះជាមួយបងទៀតធ្វើចំណាក់គេហើយមិនចេះប្រយ័ត្នមែនប្រពន្ធសម្លាញ់អូនហត់នឿយហើយកូនរបស់អូនអូនកុំយំអញ្ចឹងអីពេលត្រឡប់ទៅវិញអ្នកម៉ាក់ឃើញប្រកាសជាមិនសប្បាយចិត្តទេបើមិនអញ្ចឹងទេអូនទៅបន្ទប់ទឹកលុបមុខសិនទៅគ្រូពេទ្យនិយាយថាអូនគឺមិនអាចប៉ះទឹកត្រជាក់បានទេរឿងមិនចេះចប់នេះមិនក៏គេម្នាក់នេះរុញប្រពន្ធរបស់ខ្លួនឯងអញ្ចឹងឆាប់ទៅផ្ទះតើអូនចង់យ៉ាងម៉េចទៀតហើយគ្រូពេទ្យនិយាយថាមិនឲ្យប៉ះទឹកត្រជាក់ក៏ប៉ុន្តែមិនបាននិយាយថាមិនឲ្យអូនដើរទេឆាប់ទៅពេលដែលគេឈប់ស្រឡាញ់គេស្ទើរតែសម្លាប់យើងទៅហើយតើអូនមានន័យថាយ៉ាងម៉េចចាំងសឺឈីហើយនេះមិនជាគេផ្លាប់ដូរលឿនម្ល៉េះដោយសារតែគេឈប់ស្រឡាញ់ដោយសារតែគេរៀបការហើយក៏មិនចង់សម្ដែងធ្វើជាល្អពិតជាមួយយើងទៀតទេអេមិនក៏នៅលើនេះទៀបជាងមុនអញ្ចឹងបងចង់មានន័យថាអូនពាក់បជើងកែងកាន់តែស្អាតដូច្នេះពេលដែលខ្ញុំដឹងថាគេមានស្រីនៅខាងក្រៅខ្ញុំធ្វើដូចជាមិនភ្ញាក់ផ្អើលអ្វីទាំងអស់ពេលដែលគេជ្រើសរើសយកយើងហើយគេក៏បានប្រៀបធៀបយើងជាមួយនឹងស្រីដទៃលោកប្តីមហូបដែលបងកំងហេតុអីបានជាមិនតមកទៀតហេតុអីបានជាមហូបនេះដឹកទៅផ្ទះខាងមុខទៅវិញបងដូចជាបានដាក់ទីតាំងក្រុមហ៊ុនបាត់ហើយកំងមួយចានទៀតទៅមនុស្សប្រុសតែងតែគិតថាមនុស្សស្រីគឺងាយស្រួលបោកប្រាស់ហ្នឹងក៏ប៉ុន្តែមិនដឹងថាពួកគេកំពុងតែលួចសាច់នៅពីក្រោយខ្នងទេគឺដោយសារតែមនុស្សស្រីអាចមើលធ្លុះនៅពីកុហកទាំងអស់នោះកាមេរ៉ាសុវត្ថិភាពខ្ញុំបានតម្លឹងហើយនេះគឺជាលិខិតកងត្រាអរគុណខ្ញុំនៅម្នាក់ឯងដូចជាខ្លាចបន្តិចហើយក៏មិនដឹងថាអ្នកជិតខាងមុខនេះគឺជាមនុស្សយ៉ាងម៉េចដែរផ្ទះនៅខាងមុខនេះគឺមានក្មេងស្រីម្នាក់រស់នៅយូរមិនប្រាប់របស់នាងមកលេងម្ដងតើពួកគេគឺជាប្តីប្រពន្ធនឹងគ្នាមែនទេខ្ញុំក៏មិនដឹងដែរអូនសម្លាញ់បងយប់នេះត្រូវចោះខេត្តមិនបានត្រឡប់ទៅផ្ទះវិញទេក៏ប៉ុន្តែខ្ញុំមិនអាចទទួលយកបានទេអញ្ចឹងអញចង់បានមនុស្សសេចក្ដីណាឬក៏ចង់បានលុយគឺលុយអាចបោកប្រាស់មនុស្សសេចក្ដីណាខ្ញុំមិនតែមិនអាចបោកប្រាស់លុយរបស់ខ្ញុំបានទេមនុស្សសេចក្ដីណានៅទីបំផុតខ្លាចទៅជាបញ្ហារបស់លុយដូច្នេះហើយនៅពេលដែលមនុស្សប្រុសលួចមានស្រីនៅខាងក្រៅយើងទៅរករឿងអញ្ចឹងគឺមានតែធ្វើឲ្យជនទី3សើចចំអកយើងតែប៉ុណ្ណោះក៏ប៉ុន្តែផលតាំងគឺវាមិនដូចគ្នាទេនៅក្នុងតុលាការគឺវាអាចជួយយើងបាន
ពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ខ្ញុំមកចាំខ្ញុំមើលតែប្តីរបស់ឯងដូចជារបួសធ្វើការណាខ្ញុំមិនសូវបានឃើញប្តីរបស់ឯងសោះគាត់គឺរវល់ខ្លាំងណាស់ត្រូវរត់ចោលរត់ឡើងរហូតក៏ប៉ុន្តែរៀបការឲ្យមិនអាចនៅឆ្ងាយគ្នាអញ្ចឹងបានទេធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពួកឯងតែពីរណាមនុស្សពីរនាក់រៀបការជាមួយគ្នាគួរតែរស់នៅជាមួយគ្នាតែបងលឺដែរទេ បងលឺហើយ អ្វីដែលខ្ញុំចង់មិនគឺផតតាំងដែលពួកគេរៀបការជាមួយគ្នាម្ដងទៀត អ្នកនាងជាងផោះតាំងដែលអ្នកនាងប្រមូលបានគ្រប់គ្រាន់ឲ្យប្តីរបស់អ្នកនាងប៉ះប៉ូវជួយអ្នកនាងវិញបានហើយតើអ្នកនាងមានកម្រងចង់លេងញ៉ាស់នៅពេលណា ខ្ញុំកំពុងតែរងចាំឱកាសល្អខ្ញុំចង់ឲ្យពួកគេបាត់បង់នៅអ្វីៗគ្រប់យ៉ាងទាំងអស់លេងលះក៏នឹងធ្វើឲ្យយើងខាត់បងក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់កន្លងមកនេះត្រូវតែយករបស់មកប៉ះប៉ូវសងជំនួសខ្ញុំវិញនេះអញចាំអង្គុយពិបាកចិត្តទៀតទៅចំពោះព្រះនារីដូចចំពោះគេគឺត្រូវតែថែសម្រោះឲ្យបានល្អសម្រោះគឺជាអត្ថិភាពទី1របស់ពួកយើងហើយខ្ញុំឃើញអញមួយរយៈពេលនេះគឺគេញប់ជ្រៅរហូតមកឡើងពោះលឿងអស់ហើយអញប្រាប់ផលិតផលមួយនេះទៅកុំខ្លាចអីខ្ញុំនឹងជួយអញ